តោះអញ្ចឹងអ្នកនរគ្នាបន្តទៅលើវីដេអូរបស់យើងទៀតក្នុងមេរៀននេះខ្ញុំបរៀនពី collection និង loop នៅក្នុង data អូខេបង្កើត project ថ្មីមកយក data new project យក console application ដដែលមកអូខេក្នុង folder ហ្នឹងឯងខ្ញុំដាក់ឈ្មោះថា collection and loopអូខេ project យើងបង្កើតរួចរាល់លើរដអញ្ចឹងวันนี้អត់ប្រើទេលុបចោលទៅអូខេអញ្ចឹងខ្ញុំឧទាហរណ៍ឲ្យអ្នកទាំងអស់គ្នាមើលមួយខ្ញុំមានលេខមួយតែ type របស់លេខគឺជា string លេខនេះ string ខ្ញុំដាក់ឈ្មោះថា fruitអូខេនៅក្នុងហ្នឹងមាន apple មាន orange មាន banana អាយ៉ា banana ស្អីខុស banana មានប៉ុណ្ណឹងហើយអូខេអញ្ចឹងដែលយើងមាន item ចំនួន3តើទៀតខ្ញុំតេស្តមកខ្ញុំចង់ print fruit នៃ index ទី0អូខេអញ្ចឹងខ្ញុំ run មកខ្ញុំបាន apple គឺ index ទី0គឺ apple អញ្ចឹងបើប៉ុន្តែខ្ញុំចង់ add item អីចូលទៅក្នុង list fruit នោះមួយទៀតអញ្ចឹងខ្ញុំដាក់មក list fruit.add ខ្ញុំ add mango ចូលមួយទៀតអញ្ចឹង list យើងខាងលើ declare តែ3ទេយើងនេះឆ្លើយ3ខ្ញុំ add ក្រុមមួយទៀត4ហើយអញ្ចឹង print ទាំងនោះចាតែអត់មើលមួយខ្ញុំ print fruit ដាក់ចេះដាក់ before fruit អូខេ before បន្ទាប់ពី before មកខ្ញុំ print ចោលបណ្ដោយខ្ញុំដាក់ after អូខេអញ្ចឹងខ្ញុំ run អូខេឃើញថា before វា3 after វា4ដោយសារខ្ញុំ add មួយទៀត add mango ចូលមួយទៀតអូខេអានេះទៅលើ function add នៅលើ list នៅក្នុង data វាមាន add វាមាន remove បើមកខ្ញុំចង់ remove មើល mango ចោលវិញខ្ញុំលុបចោលអត់ remove mango ខ្ញុំចង់ remove អីផ្សេង fruit dot remove អញ្ចឹង function remove មានច្រើនផងប៉ុន្តែវាមាន remove add មាន remove អូខេខ្ញុំយក remove add យើងត្រូវដាក់ index យើងចង់ remove index ណាបើខ្ញុំចង់ remove index ទី1គឺ orange ខ្ញុំ print fruit អញ្ចឹងវាសល់តែ2ឯងដោយសារខ្ញុំ remove orange ចោលមួយបាត់ឯងអូខេឃើញសល់2អូខេអញ្ចឹងអានេះខ្ញុំឧទាហរណ៍ទៅលើ set នៅក្នុង data វិញខ្ញុំបង្កើត collection មួយមក in ដាក់ a ស្មើ1 2 3អូខេ b សិនទៀត b នឹងមាន3 4 5អូខេអញ្ចឹងខ្ញុំឧទាហរណ៍មួយទៀតខ្ញុំចង់ add លេខខ្ញុំចង់ add item មួយទៀតចូលក្នុង a អញ្ចឹងដូចធម្មតាដូចអា click ខាងលើ a.add អូខេ add លេខ7ចូលមួយទៀតមក print មើល print a
ok Aយើង declare តែ 3 ទេអញ្ចឹងខ្ញុំ add លេខ 7 ថែមមួយទៀតវាឡើង 4 អញ្ចឹងខ្ញុំ lock មក 4 មែនអូខេអញ្ចឹងវាមាន function ពិសេសដែល built in នៅក្នុងនឹងរបស់វាមានច្រើនណាខ្ញុំឧទាហរណ៍ទៅ function មួយឈ្មោះថា union ខ្ញុំ print a dot union b អូខេអញ្ចឹងអា function union មានន័យថាម៉េច function union ហ្នឹងគឺវាយកអា a ទៅ compare ជាមួយ b ហើយពេលបានលទ្ធផលមកវាអត់យក item ដែលស្ទួនគ្នាទេអញ្ចឹងបើសិនជាវាអត់ស្ទួនគ្នាវាប្រកាសជា print 1 2 4 5វាខ្ញុំតែ print មកអូខេចា1 2 4 5លេខ 3 នេះវាអត់ print មកទេដោយសារវាស្ទួនគ្នាអូខេមានទៀតមាន different ទៀតមានច្រើនទៀតខ្ញុំក៏យកអត់ដែរ different b អញ្ចឹង a ហ្នឹងវាខុសពី b នៅ item ណាខ្លះអញ្ចឹងយើងមើលទៅ a ខុសពី b នៅលេខ 1 លេខ 2 គឺវាខុសពី b អូខេឃើញវាចេញតែលេខ 1 លេខ 2 មែននេះ item នៅក្នុងនេះនៅក្នុង a នេះវាខុសពី b តែលេខ 1 និងលេខ 2 ទេអូខេអាហ្នឹងទៅលើ function built in របស់វាបន្តមកទៀតខ្ញុំបរៀន loop មួយទៀតចុះ loop for list ដាក់ list dynamic ម្ដងនេះ dynamic មានថាម៉េចមានន័យថានៅក្នុង list dynamic ហ្នឹង item នៅក្នុងនេះចង់ type អីក៏បានដែរខ្ញុំដាក់ type ទី1 ឈ្មោះចុះខចាំមកតាមទៀតខ្ញុំដាក់លេខ23តាមទៀតខ្ញុំដាក់ integer 23នេះដាក់ double 36 9.6 អូខេដាក់ប៉ុណ្ណឹងមកណាអញ្ចឹងខ្ញុំចង់ loop print ប្រើ loop for ដើម្បី print item មួយនៅក្នុង fruit ហ្នឹង for អូខេប្រើ loop old school របស់យើង in a ស្មើ0i ស្មើ0តោះទៀត i តូចជាងឬស្មើ fruit dot length អញ្ចឹង i បូកវាអាហ្នឹងទៀតគ្រប់តែគ្នាទេឆ្នាំទី1ឆ្នាំទី2ខ្ញុំ print fruit នៃ index ទី e អញ្ចឹងខ្ញុំនឹង print បាន item ទាំងអស់នៅក្នុង list fruit ហ្នឹងមកហើយអូខេដល់ឃើញអត់អាហ្នឹង loop for មាន loop មួយទៀតឈ្មោះថា for each យ៉ាកុំលុបចោល fruit dot for each អញ្ចឹងនៅក្នុងនេះខ្ញុំដាក់ឈ្មោះថា item អា item ពេលមួយក្នុងហ្នឹងអូខេយ៉ាចែក item បន្តមកបើកសញ្ញានេះបែបនេះមកខ្ញុំសូមបញ្ជាក់កន្លែងនេះមកទៀតកន្លែងនេះយើងអាចប្រើទៅលើ arrow function បានដែលខ្ញុំធ្លាប់បរៀនពីវីដេអូមុនណាដាក់ arrow function ដល់មក print item អូខេខ្ញុំបានអញ្ចឹងគេអា loop នេះខ្លីជាងអា loop មុនរបស់យើងអត់ loop for របស់យើងអត់ for each អូខេអញ្ចឹងទៅលើវីដេអូហ្នឹងខ្ញុំសូមបញ្ចប់តែប៉ុណ្្នឹងទេនៅវីដេអូក្រោយយើងនឹងរៀនពី class និង OOP នៅក្នុង data programming bye bye